ធ្វើជាមនុស្សដែលខាតកុំធ្វើខ្លួនឯងឆ្លាតវៃពីព្រោះមនុស្សដែលមិនបង្ហាញទើបជាមនុស្សឆ្លាតវៃពិតប្រាកដធ្វើកិច្ចការដែលខាតកុំធ្វើអស្ចារ្យពីព្រោះអ្នកដែលពូកែជាងអ្នកសុទ្ធតែនៅចាំមើលការសម្ដែងរបស់អ្នកដែលស្ងៀមស្ងាត់សន្សំកុំបំបោលខ្លាចពុំដល់ដោយបំណងរាល់ការឈឺចាប់របស់អ្នកគឺដោយសារអ្នកច្បាស់លាស់ពេករាល់សម្ពាធរបស់អ្នកគឺដោយសារអ្នកចង់បានខ្លាំងពេកមានរឿងខ្លះមិនអាចធ្វើឲ្យអស់ពីចិត្តរបស់អ្នកគឺវាកំពុងរំលឹកអ្នកថាគួរតែបត់បែនហើយបើសិនជាគ្រប់រឿងសុទ្ធតែដូចបំណងនោះគឺមិនហៅថាជីវិតរស់នៅនោះទេដូច្នេះមុនដេកអធ្យាស្រ័យគ្រប់រឿងភ្ញាក់ឡើងកុំសួរពីអតីតកាលថែរក្សាអ្វីគ្រប់យ៉ាងដែលបានជួបដោយមិននឹកស្មានដល់កុំខ្វល់អ្វីគ្រប់យ៉ាងដែលចាកចេញដោយមិនបានលាជីវិតមនុស្សចំណតមួយគឺមានទេសភាពរបស់វាមួយឆ្នាំទៅមួយឆ្នាំគឺមានរសជាតិរបស់វាអាយុរបស់អ្នកគួរតែជាមេដាយនៃជីវិតមិនមែនជាហេតុផលសម្រាប់ទុកព្រួយរបស់អ្នកនោះទេជីវិតរស់នៅនេះណាសន្សំបានហើយអ្នកក៏មិនអន់ឯណារបៀបនិយាយជាមួយចាស់ទុំដាច់ខាតត្រូវចងចាំនៅមោទនភាពរបស់គាត់និយាយជាមួយថ្នាក់លើដាច់ខាតត្រូវផ្ដល់នូវការគោរពនិយាយជាមួយមនុស្សប្រុសសូមឲ្យមុខមាត់គាត់និយាយជាមួយមនុស្សស្រីកុំប្រងើយកន្តើយនឹងអារម្មណ៍របស់នាងនិយាយជាមួយយុវវ័យត្រូវយល់ពីការប្រតិបត្តិផ្ទាល់របស់គេនិយាយជាមួយកូនក្មេងត្រូវកោតសរសើរធម្មជាតិរបស់គេមនុស្សមានគ្រោះ4បើសិនជាអ្នកមិនប្រយ័ត្នទេនោះនឹងមានបញ្ហាជាក់ជាមិនខានទី1គ្រោះនៃការរាំងស្ទះផ្លូវអ្នកធ្វើឲ្យរាំងស្ទះផ្លូវទ្រព្យរបស់គេឬក៏រារាំងផ្លូវឡើងឋានៈរបស់គេវត្តមានរបស់អ្នកធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់គេនោះគេនឹងរិះរកមធ្យោបាយដើម្បីកម្ចាត់អ្នកទី2គ្រោះនៃការនិយាយស្ដីមាត់និយាយនៅអ្វីដែលមិនគួរនិយាយបែកធ្លាយនៅអាថ៌កំបាំងឬក៏ធ្វើឲ្យប៉ះពាល់ដល់អ្នកណាម្នាក់មានមនុស្សខ្លះគឺចូលចិត្តនិយាយរឿងខ្លួនឯងប្រាប់គេបើកមាត់បិទមាត់គឺនិយាយសុទ្ធតែរឿងរបស់ខ្លួនគឺគេមិនដឹងថាពេលអ្នកដតីប្រែមុខរឿងទាំងអស់នោះសុទ្ធតែត្រូវដោះស្រាយទី3គ្រោះនៃទំនាក់ទំនងកុំងាយនឹងចូលចំណោមជាមួយគេពេកពេលអ្នកដើរជាមួយអ្នកណាម្នាក់ហើយបើគេល្អអ្នកមិនប្រកាសថាបានល្អទេប៉ុន្តែបើគេមិនល្អវិញជៀសមិនរួចនឹងមានបញ្ហាដល់ខ្លួនឯងទី4គ្រោះនៃចិញ្ចើមខូចឧបមាថាអ្នកទុកលុយ$100នៅក្នុងឡានពេលគេមើលឃើញគេអាចវាយបំបែកកញ្ចក់ឡានដែលមានតម្លៃរាប់ពាន់ដុល្លារដោយគ្រាន់តែចង់យកលុយ$100នោះតែប៉ុណ្ណោះមិនខ្លាចចោលលួចតែខ្លាចចោលគិតនៅពេលដែលអ្នកមានរបស់មានតម្លៃមួយជៀសមិនផុតពីមាននរណាម្នាក់ព្យាយាមធ្វើផែនការចាត់ការលើអ្នកមិនខានដូច្នេះនៅពេលដែលអ្នកមានបានហើយយកល្អត្រូវចេះដាក់ខ្លួនកុំបង្អួត